សួស្តីប្រិយមិត្តទូរទស្សនិកជនសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះយើងនឹងស្វែងយល់អំពីដំណើរការនៃការតម្បាញសូត្រខ្មែរដោយដៃដែលជាសិប្បកម្មបុរាណដ៏មានតម្លៃនិងជាមរតកវប្បធម៌ដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាតម្បាញសូត្រខ្មែរដោយដៃគឺជាសិល្បៈដែលត្រូវការភាពអត់ធ្មត់ជំនាញនិងបទពិសោធន៍ខ្ពស់ចាប់តាំងពីសម័យបុរាណមកប្រជាជនខ្មែរបានប្រើប្រាស់វិធីសាស្ត្រតម្បាញដោយដៃដើម្បីផលិតក្រណាត់សូត្រដ៏ស្រស់ស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងពិធីបុណ្យផ្សេងៗដំណើរការដំបូងគឺការចិញ្ចឹមដង្កូវនាងកសិករត្រូវថែទាំដង្កូវនាងដោយផ្ដល់ស្លឹកមនជាអាហាររហូតដល់វាបង្កើតជាសម្បុកសូត្របានផងដែរបន្ទាប់មកសម្បុកសូត្រត្រូវបានប្រមូលយកទៅស្ងោរនិងទាញសរសៃសូត្រចេញដោយប្រុងប្រយ័ត្នដើម្បីរក្សាគុណភាពសរសៃសូត្រឲ្យបានយ៉ាងល្អក្រោយពីទាញសរសៃសូត្រសិប្បករនឹងធ្វើការបោកលាងនិងហាលឲ្យស្ងួតមុននឹងយកទៅជ្រលក់ពណ៌កាលពីសម័យមុនពណ៌ដែលប្រើភាគច្រើនបានមកពីធម្មជាតិដូចជាសម្បកឈើស្លឹកឈើនិងផ្កាភ្ញីផ្សេងៗដែលផ្ដល់ពណ៌យ៉ាងស្រស់ស្អាតនិងមានលក្ខណៈពិសេសពីបរិស្ថានជាមិត្តភាពបន្ទាប់មកការជ្រលក់ពណ៌រួចសរសៃសូត្រត្រូវបានរៀបចំជាខ្សែអង្គួញសម្រាប់ដាក់នៅលើកីតម្បាញដំណាក់កាលនេះទាមទារឲ្យមានភាពហ្មត់ចត់ខ្លាំងព្រោះជាការរៀបចំខ្សែឲ្យបានយ៉ាងត្រឹមត្រូវនិងជួយឲ្យក្រណាត់ដែលបានតម្បាញនោះមានលំនាំល្អស្អាតនិងស្មើគ្នានៅពេលចាប់ផ្ដើមតម្បាញសិប្បករឬក៏សិប្បករនីប្រើដៃនិងជើងដើម្បីគ្រងកីតម្បាញដើម្បីបញ្ចូលសរសៃសូត្រឆ្លងកាត់គ្នារាល់រចនាប័ទ្មនីមួយៗត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ននិងមានចង្វាក់ក្រណាត់មួយផ្ទាំងអាចចំណាយពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ទើបចប់អាស្រ័យលើទំហំនិងភាពស្មុគស្មាញនៃលំនាំតម្បាញសូត្រខ្មែរមិនត្រឹមតែជាផលិតផលសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណជាតិនិងភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរលំនាំនីមួយៗបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រវត្តិសាស្ត្រនិងជំនឿប្រពៃណីដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់សប្តាហ៍ថ្ងៃទោះបីជាមានបច្ចេកទេសយ៉ាងទំនើបចូលមកជំនួសការងារដោយដៃឬក៏ការងារមួយចំនួនក៏ដោយក៏សិប្បករឬក៏សិប្បកម្មតម្បាញសូត្រដោយដៃនៅតែមានប្រជាប្រិយភាពខ្ពស់និងតម្លៃខ្ពស់និងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិនិងអន្តរជាតិអ្នកស្រឡាញ់វប្បធម៌ខ្មែរផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះប្រសិនបើលោកអ្នកចូលចិត្តខ្លឹមសារនេះសូមចែករំលែកដោយចុច Like Share Subscribe ដើម្បីគាំទ្រ Channel យើងខ្ញុំផងសូមអរគុណសូមជម្រាបលា